លោកត្រាំនឹងចូលរួមធ្វើជាសាក្សីក្នុងកិច្ចប្រឹងប្រែងបទជប់បាញ់រវាងកម្ពុជានិងថៃនៅឯប្រទេសម៉ាឡេចន្លោះពីថ្ងៃទី26ដល់28ដែលជាថ្ងៃប្រជុំកំពូលអាស៊ានបងប្អូនហើយថ្ងៃនោះយើងអត់ទាន់ដឹងច្បាស់ថាចិននឹងចូលរួមអត់នោះទេព្រោះអត់ទាន់មានព័ត៌មានច្បាស់ការហើយអ្វីដែលសំខាន់ប្រហែលថ្ងៃកន្លងមកហ្នឹងលោកអាណាទីនដែលជានាយករដ្ឋមន្ត្រីរបស់ថៃហ្នឹងมันធ្លាប់បាននិយាយរឿងមួយចំនួន 3-4 ចំណុចជាមួយនឹងលោកដូណាល់ត្រាំថាចំណុចទី1ហ្នឹងគឺវានិយាយថាថៃគឺជាជនរងគ្រោះក្នុងចំនួនព្រំដែនដូចជា5ថ្ងៃហ្នឹងវាថាវាគឺជាជនរងគ្រោះហើយចំណុចទី2វាថាឲ្យខ្មែរហ្នឹងដូចជាដោះមីនឲ្យអស់តាមបន្ទាត់ព្រំដែនណាហើយចំណុចទី3វាថាឲ្យខ្មែរហ្នឹងឈប់បំពេញដែនដីអធិបតេយ្យភាពរបស់ថៃអញ្ចឹងដូចជាចំណុចមួយទៀតខ្ញុំភ្លេចទៅចាំបាន3អញ្ចឹងបើសិនជា3-4ចំណុចហ្នឹងចូលជាធរមាននៅក្នុងថ្ងៃហ្នឹងខ្ញុំគិតថាវាអត់ល្អទេប៉ុន្តែយើងអត់ទាន់ដឹងច្បាស់គាត់ថានេះគឺជាអ្វីដែលលោកអាណាទីនធ្លាប់លើកឡើងជាមួយនឹងលោកត្រាំហ្នឹងហើយបងប្អូនហើយបើសិនជាអត់មានករណី3-4ហ្នឹងដាក់ចូលនៅក្នុងនោះទេខ្ញុំគិតថាល្អមែនទែនដែលមានលោកត្រាំចូលរួមធ្វើជាសាក្សីដែលធ្វើឲ្យថៃវាខ្លាចវាលែងហ៊ានបំពេញខ្មែរបងប្អូនព្រោះថៃនេះវាខ្លាចអាមេរិកណាព្រោះអាមេរិកនេះហើយគឺជាគេហៅបងធំរបស់វាព្រោះសេដ្ឋកិច្ចរបស់វាហ្នឹងគឺពឹងផ្អែកទៅលើអាមេរិកខ្លាំងមែនទែនបងប្អូនហ្នឹងហើយអញ្ចឹងបើសិនជាมันមានអ្វីដោយអ្វីដែលលោកអាណាទីនលើកឡើងទេខ្ញុំគិតថាល្អមែនទែនដែលអាមេរិកនឹងចូលរួមធ្វើជាសាក្សីមួយនេះ Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេ